គឺ CIA បានអះអាងថាការវាយប្រហាររបស់អាមេរិកគឺពិតជាបានធ្វើឲ្យទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ុងខូចខាតធ្ងន់ធ្ងរនិងធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ុងដើរថយក្រោយរាប់ឆ្នាំឯណោះមិនដូចការវិតម្លៃរបស់ភ្នាក់ងារចារកម្មការពារជាតិ DIA ដែលថាចំណុចស្នូលនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ុងនៅល្អស្អាតហើយដើរថយក្រោយត្រឹមតែប៉ុន្មានខែនោះឡើយលោក John Redflick ដែលជាភ្នាក់ងារចារកម្ម CIA បានលើកឡើងថាទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ុងច្បាស់ណាស់គឺត្រូវបានបំផ្លាញប៉ុន្តែលោកមិនទាន់ហ៊ានប្រកាសថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ុងត្រូវបានបំផ្លាញទាំងស្រុងនោះឡើយគណៈការប្រមូលទិន្នន័យដើម្បីវិតម្លៃបន្តគឺនៅបន្តបញ្ចប់នៅឡើយទេចំណែកឯលោកប្រធានាធិបតី Donald Trump នៅតែលើកឡើងដដែលថាការវាយប្រហារនៅក្នុងពេលថ្មីដែលលោកលើកឡើងថាដោយទៅនឹងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើទីក្រុង Hiroshima នោះគឺកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ុងបានទាំងស្រុងហើយលោកថែមទាំងបានចោទប្រកាសរបាយការណ៍ដែលថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ុងមិនខូចខាតធ្ងន់ធ្ងរជាព័ត៌មានคล้ายៗទៀតផងលោក Trump ក៏បានប្រកាសផងដែរថានៅថ្ងៃប្រហោះនេះលោក Peter ដែលជារដ្ឋមន្ត្រីការពារជាតិនិងមន្ត្រីយោធាផ្សេងទៀតនឹងធ្វើសន្និសីទកាសែតដ៏គួរឲ្យចាប់អារម្មណ៍មិនអាចប្រកែកបាននៅមន្ទីរបញ្ញកោណហើយដើម្បីការពារនៃកិត្តិយសរបស់ពីឡុតអាមេរិកដ៏អស្ចារ្យនេះពេលកន្លងមកគឺតែងតែមានសេចក្តីរាយការណ៍ថាបើខ្មោចជ្រែកមេឃចេញចម្បាំងហើយគឺមិនដែលស្គាល់ពាក្យថាបរាជ័យហើយដូច្នេះបើលើកនេះបរាជ័យគឺទើបជារឿងចម្លែកក្រៅពីនេះលោក Trump ក៏បានបញ្ជាក់ផងដែរថានៅសប្តាហ៍ក្រោយប្រហែលជានឹងអាចមានការចរចាជាមួយអ៊ីរ៉ុងដើម្បីឲ្យអ៊ីរ៉ុងបញ្ជាក់អំពីការតាំងចិត្តនៅក្នុងការបញ្ចប់មហិច្ឆតានុយក្លេអ៊ែរក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ុងនៅតែមិនទាន់បញ្ជាក់អ្វីនៅឡើយនោះទេសូមបញ្ជាក់ថាបើទោះបីជាភ្នាក់ងារចារកម្មចំនួន2របស់អាមេរិកវិតម្លៃខុសគ្នាយ៉ាងណាក៏ដោយប៉ុន្តែទីប្រឹក្សាសភាអ៊ីរ៉ុងធ្លាប់បានបញ្ជាក់រួចហើយថាទីតាំងនុយក្លេអ៊ែរ Fordo របស់ខ្លួនមិនខូចខាតធ្ងន់ធ្ងរនោះឡើយ